Jadi soបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ចំពោះការចូលមកកាន់ Channel YouTube របស់ខ្ញុំបាទសូមបងប្អូនជួយចុចពាក្យជាវឬក៏ពាក្យ Subscribe ឲ្យខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណទុកជាមុនបាទថ្ងៃនេះដែរខ្ញុំបាទចង់ធ្វើការបង្ហាញទាក់ទងទៅនឹងបាទពិធី2បាទទី1គឺការបបកត្រីនៅតំបន់ដែលមានឈូក្រាស់និងទី2ទាក់ទងទៅនឹងការបបកត្រីនៅតំបន់ដែលមានឈូស្ដើងបាទអញ្ចឹងដើម្បីជ្រាបថាតើការដែលយើងលេងនៅតំបន់ដែលមានឈូក្រាស់យើងធ្វើយ៉ាងម៉េចហើយនៅតំបន់ដែលមានឈូស្ដើងយើងធ្វើយ៉ាងម៉េចបាទសូមរីករាយសម្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅទី1ចំពោះការលេងនៅតំបន់ដែលមានឈូក្រាស់បាទអញ្ចឹងជាធម្មតាកន្លែងដែលមានឈូក្រាស់តែងតែមានដើមឈូកការឈូកឬក៏បាទផ្លែរបស់ឈូកហ្នឹងគឺវាផុសពុតផុសពោះផុតពីផ្ទៃទឹកបាទដូច្នេះក្នុងការលេងនៅតំបន់បែបនេះគឺយើងត្រូវអូសនុយបាទលក្ខណៈយឺតបាទដើម្បីការពារកុំឲ្យខ្សែរបស់យើងនឹងទាក់ជាមួយនឹងដើមឈូកការឈូកឬក៏ស្លឹកឈូកនឹងធ្វើឲ្យត្រីដែលបំរុងនឹងចាប់នុយរបស់យើងនឹងវាផ្អើលបាទដូច្នេះការដែលយើងអូសគឺអូសយឺតវាមិនងាយនឹងផ្អើលហើយមានប្រឡោះទុយៗយើងអាចទម្លាក់នុយឲ្យចំកន្លែងប្រឡោះទុយៗដែលជាប្រហោងចេញពីស្លឹកឈូកឬក៏បាទតំបន់ណាដែលវាមានប្រឡោះហ្នឹងគឺយើងផ្លិចវាទៅគឺងាយនឹងខាប់បាទនេះសម្រាប់ការលេងនៅតំបន់ដែលមានឈូក្រាស់បាទហើយមួយទៀតបាទតាកតងទៅនឹងការលេងនៅតំបន់ដែលមានឈូកស្ដើងអញ្ចឹងការលេងនៅតំបន់ដែលមានឈូកស្ដើងតើយើងគួរអូសនុយរបៀបណាបាទអញ្ចឹងការលេងនៅតំបន់ដែលមានឈូកស្ដើងយើងត្រូវអូសនុយឲ្យរាងលឿនហើយផ្លិចនៅត្រង់ចំណុចដែលមានប្រឡោះរាងធំនឹងទៅបាទចន្លោះស្លឹកឈូកធំយើងអាចផ្លិចវាទៅបាទអញ្ចឹងគឺការប្រើវិធីបែបនេះគឺងាយស្រួលក្នុងការខំបាទព្រោះតាមបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់មកបាទការលេងតំបន់ដែលមានឈូកក្រាស់គឺយើងអូសយឺតហើយការលេងនៅតំបន់ដែលមានឈូកស្ដើងយើងអូសឲ្យរាងលឿនមកគឺប្រឡោះវាមានធំត្រីគឺងាយឃើញនុយរបស់យើងហើយបើកន្លែងឈូកក្រាស់ប្រឡោះវាមានទូចអញ្ចឹងបើយើងទម្លាក់ប្រឡោះនុយទៅតាមប្រឡោះទូចហ្នឹងគឺបាទត្រីវាមើលឃើញហើយងាយខាប់បាទអញ្ចឹងតាកតងទៅនឹងពីចំណុចដែលខ្ញុំបានជម្រាបមកនេះបាទបើសិនជាបងប្អូនណាបានជ្រាបហើយក៏សូមអធិស្ឋានផងហើយសម្រាប់បងប្អូនដែលមិនទាន់បានជ្រាបខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងជាចំណេះដឹងបន្ថែមមួយទៀតតាកតងទៅនឹងការបបកត្រីនៅតំបន់ដែលមានឈូកក្រាស់និងនៅតំបន់ដែលមានឈូកស្ដើងបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទមានប៉ុណ្ណឹងបាទសូមអរគុណ